ថៃភ័យប្រលឹងចុងសក់ប្រកាសបិទសាលារៀនភ្លាមនិងជំលះប្រជាជនជាច្រើនអ្នកដែលរស់នៅជាប់ព្រំដែនរវាងប្រទេសសៀមនិងប្រទេសភូមាក្រោយឃើញកងទ័ពភូមាបញ្ជូនមកយ៉ាងច្រើននៅជាប់ព្រំដែនគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនរឿងល្អមើលកំពុងតែកើតឡើងកំពុងតែបង្ហាញឲ្យបងប្អូនឃើញទៀតហើយក្រសួងកម្ពុជាកំពុងតែអកកលុកក្នុងប្រទេសសៀមកំពុងតែឲ្យប្រជាជនសៀមដែលតែងតែសោកចំអកមកកាន់ប្រទេសកម្ពុជាឲ្យស្គាល់រសជាតិអ្វីទៅហៅថាជំលះខ្លួនចេញពីផ្ទះសម្បែងអ្វីទៅហៅថាឃ្លាតឆ្ងាយពីទីកន្លែងដែលខ្លួនស្រឡាញ់ខ្លាំងនោះក៏ដោយសារតែកងទ័ពរបស់ភូមាជាច្រើនអ្នកកំពុងតែបញ្ជូនមកតាមព្រំដែនរវាងប្រទេសសៀមនិងប្រទេសភូមាគ្រងនឹងបើកការវាយប្រហារនិងផ្លោងគ្រាប់ចូលមកកាន់ទឹកដីប្រទេសសៀមម្ដងទៀតដូច្នេះមុននឹងចូលទៅកាន់វីដេអូរបស់យើងសូមបងប្អូនកុំភ្លេចជួយចុច like ចុច subscribe ជាពិសេស comment ម្នាក់មួយផងបាទឥឡូវនេះយើងចូលទៅកាន់ព័ត៌មានលម្អិតទាំងអស់គ្នាយោងទៅតាមเพจផ្លូវការក្នុងប្រទេសសៀមដែលមានឈ្មោះថា The Nation និង Household English បានចុះផ្សាយនិងរៀបរាប់ថាភាពភ័យខ្លាចរហូតដល់ប្រលឹងចុងសក់បានកំពុងគ្របដណ្ដប់លើប្រជាជនថៃនៅតាមបណ្ដោយព្រំដែនថៃនិងមីយ៉ាន់ម៉ាជាថ្មីម្ដងទៀតក្រោយបរិយាកាសដ៏សែនតានតឹងនេះបានផ្ទុះឡើងនៅថ្ងៃច័ន្ទទី22ខែមិថុនាបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្ទាន់ថាកងទ័ពរបបសឹកភូមាជាង200នាក់បានបញ្ជូនយ៉ាងគំហុកមកកាន់ទីតាំងជួរមុខការចល័តទ័ពទាំងយប់ទាំងថ្ងៃចូលទៅកាន់មូលដ្ឋានប្រតិបត្តិការបាសឹកក្នុងស្រុកម៉ាយ៉ាវ៉ាឌីនេះមិនមែនជារឿងធម្មតានោះទេប៉ុន្តែវាគឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់បំផុតដែលបញ្ជាក់ថាការប្រយុទ្ធស៊ីសាច់ហត់ឈាមទ្រង់ទ្រីធំរវាងកងទ័ពរដ្ឋាភិបាលនិងកងប្រដាប់អាវុធប្រឆាំងកងទ័ពការ៉ែននៅភូមិបានភ្លឺអាចនឹងផ្ទុះឡើងត្រឹមតែ1ថ្ងៃឬ2ថ្ងៃនាពេលខាងមុខនេះប៉ុណ្ណោះឈរនៅចំណុចកណ្ដាលនៃភ្លើងសង្គ្រាមដែលនឹងឆាបឆេះនេះសាលាបឋមសិក្សាភូមិម៉ែកូនកែនដែលមានទីតាំងស្ថិតនៅក្នុងម៉ែសោតខេត្តតាក់នៃប្រទេសចៅសៀមដែលមានចម្ងាយត្រឹមតែពី300ម៉ែត្រពីរណសេរីប្រយុទ្ធនោះបានសម្រេចចិត្តបិទទ្វារនិងជំលះសិស្សចេញជាបន្ទាន់បន្ថែមពីនេះទៅទៀតលោកនាយកសាលាបានវាយតម្លៃអំពីស្ថានភាពព្រួយបារម្ភបំផុតថាប្រសិនបើមានការប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់នៅត្រើយម្ខាងនោះបរិវេណសាលាទាំងមូលនឹងក្លាយជាផ្ទាំងស៊ីបដោយប្រយោលនៃគ្រាប់កាំភ្លើងនិងគ្រាប់អំបែងដែលហោះចេញពីប្រទេសមីយ៉ាន់ម៉ាគួរបញ្ជាក់ប្រាប់បងប្អូនផងដែរថាកាលពីប៉ុន្មានខែមុននោះក៏មានគ្រាប់ផ្លោងហោះចូលមកសាលារៀនបឋមមួយនេះដែរដែលបណ្ដាលឲ្យកញ្ចក់សាលារៀនបែកជាច្រើនបូករួមធ្វើឲ្យសិស្សមានការរងរបួសជាច្រើនអ្នកផងដែរលើសពីនេះទៅទៀតនោះប្រជាជនដែលរស់នៅតាមបណ្ដាព្រំដែនដែលជាប់ទៅនឹងប្រទេសមីយ៉ាន់ម៉ាឥឡូវនេះកំពុងតែធ្វើការជំលះខ្លួនចេញភ្លាមពីកន្លែងកាត់ហេតុនោះក៏ដោយសារតែកាលណាដែលមានសង្គ្រាមរវាងកងទ័ពការ៉ែននិងកងទ័ពរបស់ភូមាច្បាស់ណាស់គ្រាប់ជាច្រើននឹងផ្លោងចូលមកកាន់ភូមិរបស់ប្រទេសសៀមដែលជាប់ទៅនឹងព្រំដែននោះជាក់ជាមិនខានគួរបញ្ជាក់ប្រាប់បងប្អូនផងដែរថាប្រជាជនសៀមក្នុងកំឡុងពេលឥឡូវនេះមិនទទួលបានសុខសុវត្ថិភាពនោះទេកំពុងតែប្រឈមមុខនឹងភាពភ័យខ្លាចយ៉ាងខ្លាំងនោះក៏ដោយសារតែបងប្អូនក៏ប្រហែលជាបានដឹង
នឹងបានឃើញមកហើយការពីថ្មីមកនេះប្រជាជនសៀមដែលរស់នៅភាគខាងជើងនៃប្រទេសសៀមបានជួបនៅគ្រោះទឹកជំនន់ផងនិងជួបនៅគ្រោះរំជួយដីផងដែរដែលធ្វើឲ្យប្រជាជនសៀមមិនអាចចូលទៅជ្រកស្នាក់អាស្រ័យក្នុងផ្ទះសម្បែងខ្លួនឯងបានឡើយនោះក៏ដោយសារតែខ្លាចមានការបាក់ស្រុតផ្ទះសម្បែងសង្កត់លើដូច្នេះហើយនៃប្រជាជនសៀមទើបតែចូលជ្រកក្នុងផ្ទះសម្បែងខ្លួនឯងមិនបានប្រមាណថ្ងៃផងឥឡូវនេះប្រជាជនសៀមចាប់ផ្ដើមជំលះខ្លួនចេញទៅរកទីសុខសុវត្ថិភាពម្ដងទៀតហើយបន្ថែមពីនេះទៅទៀតនោះយើងក៏រលែកទៅមើលប្រជាជននៅភាគខាងត្បូងនៃប្រទេសសៀមវិញគឺមានទិដ្ឋភាពខុសឆ្ងាយអំពីប្រជាជនដែលរស់នៅភាគខាងជើងនិងភាគខាងលិចដាច់ស្រឡះតែម្ដងនោះក៏ដោយសារតែប្រជាជនដែលរស់នៅភាគខាងត្បូងនៃប្រទេសសៀមក្នុងកំឡុងពេលបច្ចុប្បន្នយើងនេះមិនមានអ្នកណាម្នាក់ហ៊ានចេញទៅក្រៅផ្ទះសម្បែងនោះទេប្រសិនបើមិនមានការងារចាំបាច់នោះក៏ដោយសារខ្លាចនៅក្រុមផ្ដាច់ខ្លួនភាគខាងត្បូងឬក្រុមអ ក្រិតជនជាច្រើនលួចវាយប្រហារដោយការដាក់គ្រាប់បែកបំផ្ទុះនៅតាមដងផ្លូវដោយសារតែក្នុងកំឡុងពេលថ្មីមកនេះក្រុមអ ក្រិតជនតែងតែបង្កដាក់គ្រាប់បែកជាច្រើនកន្លែងបណ្ដាលឲ្យទាហានសៀមជាច្រើនអ្នករងរបួសដោយសារតែការបំផ្ទុះគ្រាប់បែកមិនត្រឹមតែប៉ុណ្ណេះនោះទេសូម្បីតែគ្រោះធម្មជាតិក៏មានការលំអៀងផងដែរភាគខាងជើងនៃប្រទេសសៀមកំពុងតែទទួលរងគ្រោះទឹកជំនន់ចំនួន33ខេត្តក៏ប៉ុន្តែនៅភាគខាងត្បូងនៃប្រទេសសៀមវិញកំពុងតែទទួលរងគ្រោះរាំងស្ងួតដោយមិនមានទឹកភ្លៀងនិងទទួលរងពន្លឺព្រះអាទិត្យពី45អង្សាសេទៅ50អង្សាសេបណ្ដាលឲ្យប្រជាជនសៀមទទួលរងនៅជំងឺផ្សេងដូចជាជំងឺអាឡែស៊ីនិងជំងឺសើស្បែកជាដើមដូច្នេះយើងក្រឡេកមកសាច់រឿងរបស់យើងខ្លីៗមកវិញមានន័យថាប្រជាជនដែលរស់នៅភាគខាងជើងនៃប្រទេសសៀមបច្ចុប្បន្នយើងនេះជាពិសេសប្រជាជនដែលរស់នៅជាប់ព្រំដែនមីយ៉ាន់ម៉ាកំពុងតែជំលះខ្លួនអស់ពីភូមិតែម្ដងដើម្បីទៅរកទីកន្លែងដែលសុខសុវត្ថិភាពដោយសារតែមានកងទ័ពមីយ៉ាន់ម៉ាឈរនៅព្រំដែនជាប់ទៅនឹងប្រទេសសៀមជាច្រើនអ្នកគ្រោងនឹងបើកការវាយប្រហារទៅលើកងទ័ពការ៉ែនប៉ុន្តែបងប្អូនក៏ប្រហែលជាដឹងហើយថាកងទ័ពរបស់ភូមាក៏ដូចជានាយករដ្ឋមន្ត្រីរបស់ភូមាមានការស្អប់ខ្ពើមទៅកាន់ប្រទេសសៀមខ្លាំងមែនទែននោះក៏ដោយសារតែអ្នកនៅពីក្រោយខ្នងនៃកងទ័ពការ៉ែនតែងតែផ្ដល់ជំនួយស្បៀងតែងតែផ្ដល់នៅសម្ភារវុធជាច្រើនគឺកើតចេញពីនៃប្រទេសសៀមឬក៏កងទ័ពសៀមជាអ្នកផ្ដល់ឲ្យមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនក៏ប្រហែលបានឃើញហើយរាល់ពេលដែលមានសង្គ្រាមរវាងកងទ័ពការ៉ែននិងកងទ័ពភូមាដែលជាប់ទៅនឹងប្រទេសទាំងពីរច្បាស់ណាស់តែងតែមានគ្រាប់ជាច្រើនដែលហោះចេញពីទាហានរបស់ភូមាតែងតែផ្លោងចូលទៅក្នុងភូមិថៃបណ្ដាលឲ្យប្រជាជនថៃរត់បាត់ជើងសព្រាតតែម្ដងជាចុងក្រោយតើបងប្អូនយល់យ៉ាងណាចំពោះព័ត៌មានមួយនេះសូមបងប្អូនផ្ដល់មតិយោបល់នៅខាងក្រោមវីដេអូនេះម្នាក់មួយផងបាទប៉ុន្តែសម្រាប់មតិយោបល់ផ្ទាល់នៃខ្ញុំបាទខ្ញុំយល់ថានេះគឺជាកម្មពៀពិតប្រាកដមែននោះក៏ដោយសារតែក្នុងកំឡុងពេលមានសង្គ្រាមរវាងប្រទេសចៅសៀមនិងប្រទេសកម្ពុជាប្រជាជនកម្ពុជាជាច្រើនអ្នកបានជំលះខ្លួនចេញពីតំបន់សង្គ្រាមមករកទីសុខសុវត្ថិភាពជាច្រើនពាន់គ្រួសារពេលនោះប្រជាជនសៀមជាច្រើនអ្នកបានសោយចំអកមកកាន់ប្រជាជនកម្ពុជាឥឡូវនេះកម្ពុជាកំពុងតែតបស្នងទៅកាន់ប្រជាជនសៀមយ៉ាងខ្លាំងក្លាតែម្ដងខ្ញុំបាទអធិស្ឋានរាល់ពាក្យសម្ដីដែលនិយាយទៅលើសលួសមានការខ្វះខាតនៅត្រង់ចំណុចណាមួយសូមបងប្អូនខន្តីអធិស្ឋានពីសំណាក់ខ្ញុំបាទ Story BK សូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណបាយ